នៅពេលដែលយើងទទួលបានក្តាប់ចន្ទិច្រើនហើយកុំតាន់អោបងប្អូនព្រោះថាក្តាប់នឹងអាចបាត់បង់ទៅវិញភ្លាមបើសិនជាយើងមិនបានការពារឬក៏លាងសម្អាតព្យាបាលឥឡូវបងប្អូនមើលគឺក្របចន្ទិសបភ្លឺខ្លះប៉ុន្តែមានជ័រស្អិតនៅលើក្របហើយអញ្ចឹងបញ្ហាជ័រស្អិតនឹងកើតឡើងដោយសារអីគឺកើតឡើងនៅពេលដែលមេឃថ្ងៃឡើងក្តៅខ្លាំងយប់ឡើងចុះត្រជាក់ធ្លាក់ខ្យល់មានសន្សើមដែលធ្វើឲ្យក្របចន្ទិយើងគឺទៅជាជ័រស្អិតនៅលើនឹងហើយពេលខ្លះវាវត្តទៅជាផ្សិតសតូចៗពេលដែលវាត្រូវជាមួយនឹងកម្ដៅថ្ងៃអាផ្សិតសតូចៗនឹងវាវត្តទៅជាក្រាមផ្សិតដែលយើងហៅថាជំងឺផ្សិតអង់តារ៉ាណូសហើយពេលខ្លះក្របចន្ទិរបស់យើងទុំវាទុំអត់គ្រប់លក្ខណៈវាធ្វើឲ្យក្របចន្ទិរបស់យើងនឹងទៅជាទុំកដបឬក៏ទុំតែក្របចន្ទិរបស់យើងពោពេញទៅដោយផ្សិតដែលធ្វើឲ្យក្របចន្ទិរបស់យើងនឹងរលកដាក់សាច់អត់ពេញកម្រិតសាច់ម្សៅដេសេធ្លាក់ចុះក្របធំតែมันមានទម្ងន់ហើយចន្ទិនៅក្រៅខ្ញុំនេះគឺចាប់ដើមទុំជ្រុះបានរើសហើយបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលក្របចន្ទិចេញច្រើនហើយអាចប្រើជាមួយនឹងតោក្លរ៉ាសព្រោះតោក្លរ៉ាសគឺមានពីរសមាសធាតុសំខាន់មានទី1នោះគឺប្រូក្លរ៉ាសទី2គឺតេបូកូណាសូពីរមុខហ្នឹងបានទាំងការពារបានទាំងលាងសម្អាតនិងព្យាបាលហើយចំពោះការព្យាបាលគឺព្យាបាលទៅដល់សាច់ក្របចន្ទិរបស់យើងខាងក្នុងហើយសម្រាប់បងប្អូនដែលចង់បានតោក្លរ៉ាសយកទៅប្រើប្រាស់ទិញ5ដបថែមជូន1ដបទិញ10ដបថែមជូន2ដបបាទ